អូហាយ៉ូសួស្តីអ្នកទាំងអស់គ្នាខ្ញុំសិតប៊ីលីសឡៃរបស់ខ្ញុំទៀតហើយអញ្ចឹងថ្ងៃនេះខ្ញុំមកបន្តសាររឿងរបស់យើងបន្តទៀតក៏ប៉ុន្តែមិននឹងចូលទៅដល់វីដេអូនោះ admin ក៏សូមអរគុណទៅកាន់បងម្នាក់ដែលមានឈ្មោះថា Strange Page ដែលគាត់ក៏បានដូចប្រកាន់ admin ចំនួនទៅប្រាក់50សេននិង remark ផងដែរថាទឹកចិត្តបន្តិចបន្តួចពី fan អរគុណបងខ្លាំងមែនតើនេះមិនមែនតិចតួចទេបងសម្រាប់ខ្ញុំគឺធំធេងណាស់ទៅហើយបានកាហ្វេមួយកែវទុកពេលសម្រាប់រឿងឲ្យបងមើលផងដែរអរគុណច្រើនបងអរគុណខ្លាំងមែនតើចំពោះមានសុខភាពល្អឬទទួលទានមានបានជោគជ័យគ្រប់ភារកិច្ចបន្តពីភាពមុនមកនឹងលីនហ្វុងរអ៊ូម្នាក់ឯងដែលក្តីបារម្ភថាសង្ឃឹមថាពួកក្មេងៗនេះមិនល្ងងដល់ថ្នាក់រត់ចូលទៅកន្លែងហាមឃាត់នោះទេចោះចំណែកនៅខាងក្រៅមកនៅវិញការប្រកួតបានចាប់ផ្ដើមហើយក្រុមអ្នកប្រកួតប្រជែងបានដើរទៅក្នុងព្រៃងងឹតនៃទីលានបរបាញ់ក្រុមមកពីប្រទេសយ៉ាងគឺមានបាយីលីនយូនិងអនុប្រធានក្រុមដើរទៅជាមួយនឹងគ្នាហើយអ្នកប្រកួតផ្សេងទៀតរួមទាំងអា5នាក់មកពីសាលាឯកជននោះក៏កំពុងដើរចូលព្រៃដែរដោយមានដ្រូនថតផ្សាយផ្ទាល់ហោះតាមពីក្រោយរដឹកសិស្សស្រីសក់ពណ៌ទងដៃក្នុងក្រុមសាលាឯកជនកាន់ដបងវេទមន្តជាប់មុខស្លេកស្លាំងដោយភាពភ័យខ្លាចនាងប្រាប់មិត្តភ័ក្តិទាំងញ័រមាត់ថានាងមិនដែលមកវេសัตว์កម្រិតស៊ីពីមុនមកនោះទេអមេសក់ពណ៌ក្រហមក៏បានងាកមកសម្លក់នាងហើយសួរថាខ្លាចស្អីគេវាប្រាប់ថាពួកយើងធ្លាប់វេមេកម្រិតឌីទាត់ដៃរួចហើយតើវាខំលួងលោមក្រុមវាថាសัตว์កម្រិតស៊ីនោះទោះបីជាសាហាវក៏កម្លាំងប្រហាក់ប្រហែលនឹងមេកម្រិតឌីដែរឲ្យតែពួកយើងចេះសហការគ្នាវេដូចមុនគឺអត់អីនោះទេវាធ្វើមុខកាចនឹងអួតប្រាប់កូនក្រុមថាថ្ងៃនេះយើងនៅបង្ហាញឲ្យពួកស្រុកស្រែនោះឃើញថាក្រុមវរជនពិតប្រាកដវាមានលក្ខណៈបែបណាកាត់បើមើលក្រុមរបស់បាជីនៅវិញពេលកំពុងដើរកាត់ព្រៃស្រាប់តែបាជីមានអារម្មណ៍ចម្លែកម្យ៉ាងបេះដូងរបស់គេចាប់ផ្ដើមលូតញាប់ខុសពីធម្មតារហូតដល់គេយកដៃទៅខ្ទប់ទ្រូងទាំងភ័យស្លន់ស្លោគេឆ្ងល់ថាកាត់អីគេនឹងមិនក៏បេះដូងលូតខ្លាំងម្ល៉េះលីងយូឃើញគេធ្វើមុខមិនស្រួលក៏បានសួរថាមានរឿងអីគេនឹងបាជីបញ្ញាប់តាំងស្មារតីវិញហើយញញឹមប្រាប់នាងថាអត់អីទេកុំបារម្ភអនុប្រធានក្រុមឃើញអាការល្អក៏បានដើរមកក្បែរហើយស្នើថាចុះបើពួកយើង3នាក់មកប្រកួតជាមួយនឹងគ្នាហើយគួរតែសហការគ្នាធ្វើជាក្រុមតែម្ដងទៅរួចអនុប្រធានក៏បាននិយាយឌឺដងថាតាំងពីឯងបដិសេធមិនចូលក្រុមមកមេក្រុមយើងនេះគឺថាលីងយូនឹងឯងហូបមិនចូលដេកមិនលក់ទេនាងចង់ទៅសហការជាមួយនឹងឯងនឹងណាសំដីលេងសើចនេះធ្វើឲ្យលីងយូអៀនមុខក្រហមដូចពេញប៉ោះនាងសើចឡូឡាថាឯងនិយាយស្អីគេនឹងចំណែកបាយីបានត្រឹមតែឈរធ្វើមុខមៀងមៀងពេញនឹងអនុប្រធានសើចក៏ក្អើកហើយប្រាប់បាយីឲ្យពិចារណាសំណើនេះផងងាកមកមើលក្រុមសាលាឯកជននៅកន្លែងផ្សេងឯនោះវិញពួកគេកំពុងតែវេយគ្នាស្លាប់រស់ជាមួយនឹងសត្វចម្លែកដ៏ធំមួយដែលកំពុងសម្លឹងមកមើលពួកគេនៅក្នុងទីងងឹតដោយភ្នែកវាគឺភ្លឺចែងចាំងពេលអាសត្វនោះប្រើក្រញាំដ៏ធំរបស់វាវេប្រហារសិស្សម្នាក់បានបញ្ចេញខោពណ៌បៃតងការពារបានទាន់ពេលប៉ុន្តែកម្លាំងវានោះគឺខ្លាំងពេកធ្វើឲ្យសិស្សនោះខ្ទាតហោះទៅក្រោយហើយសិស្សម្នាក់ទៀតក៏បានជាប្រតិចដោយក្តីអស់សង្ឃឹមអមេសក់ក្រហមនោះក៏មានឈ្មោះកាអានដែលជាអ្នកចម្បាំងនុយក្លេអ៊ែរកម្រិត30ថ្នាក់ស៊ីវាស្រែកកំហុកដាក់កូនក្រុមថាពួកឯងវេឲ្យលឿនតាមអញតន់អត់នឹងភាពក្លាហានរបស់ក្រុមសាលាឯកជនត្រូវបានសាក់លបងយ៉ាងពិតប្រាកដហើយពេលដែលអាសត្វនោះលោតចេញមកចំពីមុខឥឡូវនេះពួកគេកំពុងតែប្រឈមមុខនឹងសត្វនាគពណ៌ខៀវដ៏ធំមួយក្បាលឈ្មោះនាគព្យូតកកកម្រិត25ថ្នាក់ស៊ីអាសត្វកំណាញ់នោះវាក្រវិលខ្លួនដ៏ធំមហិមារបស់វាហើយបើកការវេប្រហារយ៉ាងសាហាវសិស្សពេលអាវពណ៌ផ្កាឈូកស្រែកឡូឡាដែលក្តីភ័យខ្លាចព្រោះត្រូវបានកម្លាំងសង្កត់សង្កិនរបស់វានឹងគឺសង្កត់ជាប់ទោះបីជាញ័រខ្លួនក៏ដោយក៏ក្រុមនេះនៅតែប្រឹងប្រយ័ត្នប្រយែងវេបកទៅវិញសិស្សដែលធ្លាប់បញ្ចេញខោកាពី9នោះបានបញ្ចេញវាម្ដងទៀតដើម្បីព្យាយាមទប់ក្រញាំរបស់វាដោយអស់សង្ឃឹមព្រមតែបានស្រែកថាអញនឹងវាជាមួយនឹងឯងដល់ដង្ហើមចុងក្រោយឈិលកម្មនោះផងដែរសិស្សម្នាក់ពេលអាវកខ្មៅបានលោតទៅមុខភ្នែកបញ្ចេញពលឺគេបានបញ្ចេញបន្លាពលដែលជាជំនាញអ្នកចម្បាំងផ្កាកាត់ផ្ដាច់ដៃនាគនោះធ្វើឲ្យវាត្រូវជិតពលយ៉ាងខ្លាំងអាសត្វធំមហិមានោះក្រហមដោយការឈឺចាប់ហើយយកដៃខ្ទប់មុខរបួសដែលដាច់ដៃនោះមុនពេលដែលវាអាចតាមស្មារតីបានសិស្សស្រីសក់ទងដៃក្នុងក្រុមក៏បានប្រមូលធម្មពលបង្កើតជាផ្កាព្រិលវេទមន្តវិលជុំវិញខ្លួននាងបានបញ្ចេញជំនាញធាតុពកថ្នាក់ស៊ីឈ្មោះថាអាណាចក្រសាយស័តគ្រាប់តកមុតស្រួចជាច្រើនគ្រាប់បានបាញ់ចេញមកវាប្រហារទៅលើនាគនោះពីគ្រប់ទិសទីហើយបង្កឲ្យវានឹងកកជាប់ទៅនឹងកន្លែងនោះតែម្ដងពេលអាសត្វនោះត្រូវបានតករំចិត្តឆឹងនាងក៏ប្រកាសយ៉ាងមោទនភាពថាខ្ញុំគ្រប់គ្រងវាបានហើយសម្រាប់ពេលនេះអាសត្វដ៏កាចសាហាវនោះត្រូវបានបន្សាបបណ្ដោះអាសន្នពេលនាគព្យុះតកកជាប់នឹងក្រុមសាលាឯកជនក៏បានចាប់ផ្ដើមសម្របសម្រួលគ្នាវេលោកសិស្សស្រីកាន់ធ្នូសរសើរមិត្តភ័ក្តិដែលធ្វើបានល្អខណៈដែលនាងនិងសិស្សប្រុស
ម្នាក់ទៀតកាន់ដាវភ្លឺចែងចាំងត្រៀមវាយប្រហារនាងបានចាញ់ព្រុញពលដ៏ខ្លាំងមួយដែលបញ្ចូលជាតិពលទៅក្នុងការវាយប្រហារចំណែកដៃគូរបស់នាងវិញក៏បានប្រើដាវហ៊ីឈីដែលជាជំនាញអ្នកចម្បាំងពពកដើម្បីបង្កើតកម្លាំងអាវុធពួកគេបានវាយប្រហារព្រមគ្នាទៅលើសត្វចម្លែកដែលកំពុងតកកនោះពេលការវាយប្រហាររបស់ពួកគេត្រូវបានចំគោលដៅអាមេក្រុមឈ្មោះ Gaan ក៏បានលូតហុលឡើងទៅលើអាកាសហើយប្រកាសថាទុកឲ្យខ្ញុំជាអ្នកបញ្ចប់ជីវិតវាស្រែកក្រំយ៉ាងខ្លាំងហើយបញ្ចេញបាល់ភ្លើងដ៏ធំមួយគប់ចុះមកក្រោមមុខរបស់នាគដែលកកនោះបានបង្ហាញអាការៈភ្ជាប់ផ្អើមមួយផ្លែតមុនពេលដែលវេទមន្តដ៏សាហាវនោះត្រូវបានធ្លាក់មកដល់ជំនាញវេទមន្តនៅខ្លីអាឈ្មោះគ្រាប់បែកអណ្ដាតភ្លើងបានផ្ទុះបែកទីចំណែកអាសត្វនាគកកនោះទៅជាផេះតែម្ដងការអានចូលមកលើដីវិញដោយទឹកមុខអ្នកឈ្នះហើយប្រព័ន្ធក៏បានបញ្ជាក់ពីភាពជោគជ័យរបស់គេប្រព័ន្ធលោកប្រាប់ថាគេទទួលបានរបស់មានតម្លៃដូចជាក្រោយឆ្អឹងនាគតកនិងកន្ទុយនាគត្រជាក់ដែលតាមបន្ទុកក៏បានលោកប្រាប់ថាការអានទទួលបាន10ពិន្ទុវាងាកទៅរកកូនក្រុមទាំងអំនួតហើយរំលឹកថាឃើញអត់ខ្ញុំប្រាប់ហើយថាពួកយើងអាចធ្វើវាបានតើពួកយើងជាកម្ពុជាវរជនពិតប្រាកដវើយមករុំក្រុមនាំគ្នាអូហូសបាយអបអរនៃជ័យជំនះព្រោះមិននឹកស្មានថាពួកគេអាចសម្លាប់សត្វកម្រិតស៊ីដ៏សាហាវដែលខ្លួនឯងបានសោះដែលក្តីជឿជាក់ហ្គាអានប្រាប់ក្រុមថាចាំខ្ញុំជួយពួកឯងវាយសត្វបន្ទាប់ទៀតហើយចាំទុកការវាយចុងក្រោយឲ្យពួកឯងដើម្បីបានបន្ទុកទាំងអស់គ្នាប៉ុន្តែក្តីរំភើបរបស់ពួកគេត្រូវបានរលាយបាត់សូន្យពេលមិត្តរុំក្រុមពីរនាក់បានងាកទៅឃើញតារាបន្ទុកហូឡូក្រាមដ៏ធំនៅឯនាយហើយចង្អុលប្រាប់គ្នាអារម្មណ៍អ្នកឈ្នះបានរសិតបាត់អស់រលីងពេលដែលពួកគេឃើញចំណាត់ថ្នាក់នៅលើតារាងនោះលេខ1គឺលីងយូបាន150ពិន្ទុលេខ2គឺនុប្រធានក្រុមបាន130ពិន្ទុហើយលេខ3គឺបាជីដែលទទួលបាន120ពិន្ទុបាត់ទៅហើយពួកគេស្ទើរតាមបញ្ជឿនឹងភ្នែកខ្លួនឯងសោះថាពួកកម្ពុជាទាំង3នោះវាយសត្វងាប់ជាងដល់ក្បាលបាត់ទៅហើយដែលនេះធ្វើឲ្យជ័យជំនះរបស់ពួកគេមុននឹងមើលទៅកពិកកប៉ុកមែនទែនយាមើលទៅលីនហ្វុងពីចម្ងាយឯណោះគាត់កំពុងឈរសម្លឹងមើលកាប់ប្រកួតដោយចិត្តមិនស្ងប់សោះគាត់ទើបតែនឹកឃើញថាគាត់ភ្លេចប្រាប់សិស្សឲ្យប្រយ័ត្នតំបន់គ្រោះថ្នាក់បំផុតមួយគឺព្រាងងឹតកណ្ដាលគាត់ប្រឹងលួងចិត្តខ្លួនឯងថាប្រហែលគ្មានក្មេងណាល្ងងដល់ថ្នាក់ជន់ក្នុងកន្លែងគ្រោះថ្នាក់បែបនោះទេមើលទៅក្នុងពេលជាមួយនឹងគ្នានោះ Kevin និងក្រុមសិស្សសាលាឯកជនរបស់វាកំពុងតែឈរគាំងនៅមុខតារាងពិន្ទុ Hologram ពួកគេស្ទាត់ចិត្តខ្លាំងណាស់នៅពេលឃើញ Lin Yu ឈរលេខ1មាន150ពិន្ទុអនុប្រធានក្រុមលេខ2មាន130ពិន្ទុហើយ Baji ឈរលេខ3មាន120ពិន្ទុនេះមានន័យថាអ្នកទាំង3អ្នកនោះសម្លាប់សត្វជាងដល់ក្បាលបាត់ទៅហើយសិស្សសាលាឯកជនឈរងឿយឆ្ងល់មិនយល់សោះថាតើវាអាចទៅរួចបានយ៉ាងម៉េចកាត់មកមើលនឹងកន្លែងអង្គុយ VIP សម្រាប់ពួកអភិជននៅវិញបរិយាកាសកំពុងតែតានតឹងកៅស្រាក្រហមមួយត្រូវបានគេគប់បែកខ្ទេចដោយក្តីខកខានអាជីនខឹងច្រឡោតយ៉ាងខ្លាំងដែលសិស្សវាភ្នាល់នោះធ្វើបានអន់ពេកវាស្រែកជេរប្រតិចសាលាដែលបង្រៀនពួកវានិងដៀលពួកវាថាសិតតែជាអាមនុស្សសម្រាមកូនភ្លូអាសនិងអាលីកំពុងតែមានការធ្វើមុខក្រៀមដែរពួកគេរអ៊ូថាចិត្តរបូតលុយ$1លានដែលបានភ្នាល់លើក្រុមរបស់ Galivan បាត់ហើយ Alio ធ្វើមុខឆ្ងល់ហើយនិយាយផ្លែផ្កាថា Sin Davis ពិតជាសំណាងមែនវាចំអកឲ្យ Sin Davis ថាអាសត្វល្អិតដែលបងឯងចេះតែរើភ្នាល់លេងនោះឥឡូវវាឡើងដល់លេខ3បាត់ Sin Davis មិនខឹងនោះទេក៏បានឆ្លើយតបវិញយ៉ាងស្ងប់ស្ងាត់កុំចេះតែហ៊ានមើលងាយអាសត្វល្អិតឲ្យសោះនេះជាមេរៀនដែលលោកប៉ាធ្លាប់បង្រៀនខ្ញុំក្នុងចំណោមពួកអភិជននោះរ៉ូជីនកំពុងតែអង្គុយញញឹមក្រោយពីនឹកឃើញផែនការដ៏អាក្រក់មួយវាដកដង្ហើមធំហើយត្អូញថាការបបបាញ់នេះស្រួលពេកហើយគួរឲ្យធុញណាស់មិនសមនឹងភ្នាល់សោះដោយដេញចិត្ត Zindavis ក៏បានសួរថាឯងកំពុងតែគិតល្បិចអាក្រក់អីទៀតហើយមែនរ៉ូជីនក្រោកឈរឡើងយ៉ាងក្អេងក្អាងហើយប្រកាសតែញញឹមទូលាយថាវានឹងចូលរួមប្រកួតដោយខ្លួនឯងហើយភ្នាល់យកខ្លួនឯងឈ្នះតែម្ដងប៉ុន្តែមួយរំពេញនោះវាក៏បដូរចិត្តវាទៅចាប់យុវជនម្នាក់ឲ្យប្រកាសថាអាឆ្កែរបស់អញនេះទៅប្រកួតជំនួសអញវិញអាលីអូតវ៉ាភ្លាមដោយរំលឹកថាអ្នកបំរើនោះជាអ្នកមានពរណាអាច្បាប់ប្រកួតគឺឲ្យតែអ្នកចម្បាំងកម្រិតស៊ីចុះក្រោមនោះទេទើបអាចចូលលេងបានរ៉កជីនសោចចំអករួចក៏បានអួតថាគ្រួសារព្រះខ្លួនឯងនឹងហើយគឺជាច្បាប់វាចាប់ទានសអយុវជននោះឡើងហើយបញ្ជាបន្ថែមលក្ខខណ្ឌភ្នាល់ទៀតថាត្រូវតែដោះលែងសត្វចម្លែកកម្រិតខ្ពស់ចេញមកចូលរួមលេងដែរបន្ទាប់មកវាក៏បានដាក់បទបញ្ជាដាច់ខាតដល់សាហាវមួយថាបើអាចឆ្កែបំរើនេះយកលេខ1មិនបាននោះទេទុកឲ្យវាងាប់នៅក្នុងនឹងតែម្ដងទៅងាកមកមួយនៅក្នុងសង្វៀនបបបាញ់ឯនោះវិញភាពវឹកវរកំពុងតែកើតឡើងយ៉ាងខ្លាំងនៅពេលដែលមានសត្វយក្សផ្កាយថ្នាក់ស៊ីកម្រិត29ដ៏ធំហែកមួយក្បាលបានលើកជើងដ៏ធំរបស់វាបំរុងនឹងជន់ឈ្លីអ្នក
ចូលរួមប្រកួតដែលកំពុងដេកដួលនៅនឹងដីអាសត្វយក្សផ្កាយនោះបានលើកជើងធំរបស់វាចុះកំទេចអ្នកចូលរួមនោះស្លាប់យ៉ាងវេទនាបំផុតធ្វើឲ្យមិត្តរួមក្រុមផ្សេងទៀតឈមមើលទាំងក្តីអស់សង្ឃឹមអ្នកចូលរួមដែលនៅសល់ភ័យស្លន់ស្លោនិងឆ្ងល់យ៉ាងខ្លាំងថាតើហេតុអីបានសុកមានសត្វកម្រិតខ្ពស់ចេញមកច្រើនម្ល៉េះងាកមកមើលអ្នកប្រកួតម្នាក់ទៀតឈ្មោះ Lowy ដែលមានសក់សឥឡូវនេះកំពុងតែគៀបជាប់ក្រោមជើងរបស់អាសត្វចម្លែកគេស្រែកអង្វរសុំជីវិតដឹកដីភ័យខ្លាចគេស្រែកថាសុំចុះចាញ់និងឈប់ប្រកួតហើយព្រមទាំងអង្វរឲ្យគេនឹងគឺដោះលែងមុនពេលដែលតារាបន្ទុនឹងលោតប្រាប់ជាផ្លូវការថាគេធ្លាក់ទិដ្ឋភាពដ៏ខុសខើនេះធ្វើឲ្យអ្នកទស្សនាខាងលើភ័យរន្ធត់គ្រប់គ្នាសិនម្នាក់ចង្អុលប្រាប់មិត្តភ័ក្តិថាណែធ្លាក់ម្នាក់ទៀតហើយវើយចំណែកមិត្តភ័ក្តិក៏បានឡំមាត់ថាសាហាវពេកហើយចាញ់ហើយនៅតែសម្លាប់ចោលទៀតក្នុងចំណោមអ្នកទស្សនាអ្នកគ្រូហួងក៏កំពុងតែមើលតារាបន្ទុទាំងទឹកមុខព្រួយបារម្ភចំពោះកូនសិស្សគាត់ទើបស្រឡះអំពីអ្នកគ្រូនៅកន្លែងអង្គុយ VIP ឯណោះរ៉ាជីននិងកូនភ្លោះតកូលអាដេកំពុងតែដៃសើចក្អាក់យ៉ាងសប្បាយចំពោះការស្លាប់រង្គាលដែលកំពុងតែកាត់ឡើងនៅខាងក្រោមអាសមួយនៅក្នុងចំណោមកូនភ្លោះនោះក៏បានសើចក្អាក់ហើយថាធ្វើអញ្ចឹងទើបការប្រកួតនឹងគឺវាល្អមើលអាលីដែលជាកូនភ្លោះម្នាក់ទៀតក៏បានញុះញង់ឲ្យ Zen Davis លេងសើចចម្លែកសម្ងាត់ផ្សេងទៀតមកដើម្បីឲ្យកម្មវិធីនេះវាកាន់តែក្រាកអីចឹងទៅតែ Zen Davis មិនមាត់នោះទេគាត់គ្រាន់តែអង្គុយមើលអេក្រង់យ៉ាងស្ងៀមស្ងាត់កាត់មកមើលនៅក្នុងសង្វៀនវិញលីនយូកំពុងប្រឈមមុខនឹងសត្វយក្សផ្កាយថ្នាក់ស៊ីដ៏ធំដែលធ្វើពីថ្មពេលអាសត្វនោះស្ទុះហោះមកមុខលីនយូភ្ជាប់ព្រឺតនឹងលបឿនដ៏លើរបស់វានាងក៏បានបញ្ញាប់រៀបចំខ្លួនដើម្បីវាយបកប៉ុន្តែមុនពេលដែលវាយដល់នាងស្រាប់តែមានអារម្មណ៍ថាមាននរណាម្នាក់នៅចិត្តភ្លាមនោះបាជីក៏បានលេងមុខមកហើយតខបាអាសត្វយក្សនោះមួយជើងយ៉ាងខ្លាំងធ្វើឲ្យវានឹងហោះខ្ទាតទៅក្រោយវិញតែម្ដងពេលនេះក្រុមរបស់អ្នកប្រកួតទាំង3មកពីប្រទេសចាងគឺបាជីលីងយូនិងនៅប្រធានក្រុមបានមកឈរជុំគ្នាវិញហើយដែលមានធម្មពលហុំព័ទ្ធខ្លួនយ៉ាងខ្លាំងក្លាខណៈដែលពួកគេកំពុងសម្លឹងមើលអាសត្វចម្លែកនោះងើបឡើងវិញអាសត្វយក្សនោះខឹងណាស់វាសម្លក់មកពួកគេទាំងមានហុយផ្សែងចេញពីរន្ធច្រមុះប៉ុន្តែមុនពេលដែលវាប្រហារបានសត្វតែមានធម្មពលពណ៌ស្វាយដ៏អាកំបាំងមួយបានសង្កត់ទៅលើវាធ្វើវាជាប់គាំងរើមិនរួចតាមពិតនេះគឺជាស្នាដៃរបស់អនុប្រធានក្រុមដែលឈរលាតដៃទាំងញញឹមយ៉ាងជឿជាក់ក្នុងនាមជាគូធ្មប់ផ្កាយថ្នាក់ស៊ីគេបានប្រើជំនាញសម្ពាធយិនដើម្បីសង្កត់អាសត្វនោះជាប់ខែកាល់ល្អដែលអនុប្រធានក្រុមបង្កើតឲ្យបាជីមិនអស់យូរនោះទេគឺក៏បានធាក់ដីមួយទំហឹងលោតស្ទុះទៅមុខយ៉ាងលឿនដោយប្រើដាវដែលមានពន្លឺពណ៌លឿងភ្លឺឆែងចាំងបាជីចូលទៅដល់ខ្លួនអាសត្វដែលកំពុងតកាំងនោះភ្លាមគេកម្មពុដាវយ៉ាងសាហាវដាច់ខ្លួនអាសត្វយក្សថ្នាក់ស៊ីនោះជាពីកំណាត់ថែមម្ដងពេលដែលបាជីលោតឈុំមកក្រោមវិញយ៉ាងស្អាតកណ្ដាលបំណែកសាកសពសត្វប្រព័ន្ធក្បាលលោតប្រាប់ថាគេបានសម្លាប់សត្វកម្រិត28បានសម្រេចទទួលបានអាចផ្កាយចំនួន4ជារបស់រង្វាន់ប្រព័ន្ធក្បាលលោតប្រាប់ទៀតថាគេបាន10បន្ទុកបន្ថែមទៀតលីងយូនិងអនុប្រធានក្រុមបានសម្លឹងមើលគេលីងយូហៅឈ្មោះគេតិចក្នុងចិត្តហើយនាងគិតថានេះជាលើកទី3ហើយដែលគេជួយសង្គ្រោះនាងសង្កេតឃើញថាទោះបីជាយើងវាជាក្រុមមែនប៉ុន្តែអ្នកដែលដឹកនាំប្រយុទ្ធរហូតមកគឺបាជីនឹងឯងអ្វីដែលគួរភ្ជាប់ផ្អើលជាងនេះទៅទៀតនោះគឺគេប្រើតែវិជ្ជាជីវៈជាអ្នកចម្បាំងមួយគត់តាំងពីដើមរហូតមកដល់ពេលនេះដែលមិនដែលបញ្ចេញសមត្ថភាពផ្សេងៗដែលគេមាននោះទេហើយយើងចាំមើលភាគបន្តទៀតថានៅតែជាយ៉ាងណាអរគុណច្រើនដល់ទាំងអស់គ្នាជួបគ្នាវីដេអូក្រោយបាយ